បងប្អូនខ្ញុំបាទ The Morning តំណាងឲ្យមូលនិធិទាំងអស់គ្នាដើម្បីកម្ពុជាជាមួយនឹងបងប្រុសសីហាថាច់ជាប្រធានសមាគមខ្មែររស់នៅអាមេរិកនៃរដ្ឋ North Carolina និងបុគ្គលដែលពាក់ព័ន្ធមួយចំនួនផ្សេងទៀតសូមធ្វើការថ្លែងអំណរគុណទៅកាន់សប្បុរសជនក៏ដូចជាពុកម៉ែបងប្អូននៅទីក្រុង Lowell រដ្ឋ Massachusetts ទាំងអស់គ្នាជាពិសេស1គណៈកម្មការរៀបចំពិធីរៃអង្គាសថវិកានេះមានរាយនាមដូចតទៅ1លោកស្រីកឹមទៀនដែលជាប្រធានសមាគមខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋ New England លោកសំមាសលោកស្រីសីឡានៀនព្រមទាំងគណៈកម្មាធិការរៀបចំកម្មវិធីមួយចំនួនផ្សេងទៀតដែលមិនបានលើកឈ្មោះមកក៏ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដែលពុកម៉ែបងប្អូននៅទីក្រុង Lowell រដ្ឋ Massachusetts បានចូលរួមនៅក្នុងកម្មវិធីរៃអង្គាសថវិកាដើម្បីកសាងសាលារៀននៅតាមបណ្ដោយបន្ទាត់ព្រំដែនចំណុចទី2ធំគឺព្រះចៅអធិការវត្តនិងគណៈកម្មាធិការវត្តខ្មែរសាមគ្គីសន្ធិការាមគ្រប់អង្គអ្នកដែលបានទទួលរាក់ទាក់យ៉ាងកក់ក្ដៅចំពោះបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកហើយទី3ធំនោះគឺអរគុណដល់បងម្ចាស់ហាង Simply ខ្មែរបងសម្បត្តិអេងនិងភរិយាបង Dennis ដែលបានជួយផ្គត់ផ្គង់ម្ហូបអាហារជូនដល់បងសីហាថាច់ក៏ដូចជាក្រុមការងារបងសីហាថាច់គឺជាប្រធានសមាគមប្រចាំរដ្ឋ North Carolina ក៏ដូចជាបងប្អូនដែលជាគណៈកម្មការយើងមួយចំនួនធំផងដែរហើយថវិកាដែលរកបានសល់ពីការចំណាយរួចនៅក្នុងថ្ងៃទី11ខែ10ឆ្នាំ2025នោះគឺមានសរុបចំនួន$11,150អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែការអរគុណដល់សប្បុរសជនដែលបានចូលរួមក្នុងកម្មវិធីរៃអង្គាសថវិកានៅថ្ងៃទី11ខែតុលាឆ្នាំ2025ខ្ញុំបាទតំណាងឲ្យមូលនិធិទាំងអស់គ្នាដើម្បីកម្ពុជាសូមជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបានជោគជ័យគ្រប់ការងារភារកិច្ចសូមឲ្យបំណងប្រាថ្នារបស់បងប្អូនតែងតែប៉ងប្រាថ្នាបែបណាឲ្យបងប្អូនទាំងអស់គ្នាបានសម្រេចដោយសេចក្តីបំណងប៉ងប្រាថ្នាអរគុណបងប្អូនជម្រាបលា